ជំរាបសួរបងប្អូនក្នុងម៉ោងរៀននឹងយើងនឹងស្វែងយល់នៅវេយ្យាករណ៍អនុវត្តក្នុងម៉ោងទី2រៀនអំពីកិរិយារឹសនិងកិរិយាក្លាយប្រែវៀតណាម động từ gốc và động từ biến thể ដំបូងគឺសកម្មភាពចាប់ផ្ដើមបងប្អូនក្នុងម៉ោងរៀនមិនយើងស្វែងយល់ហើយអំពីនិយមន័យរបស់កិរិយារឹសនិងកិរិយាក្លាយឥឡូវនេះបងប្អូននឹងឆ្លើយសំណួរមួយចំនួនណាយើងជ្រើសរើសចម្លើយណាដែលត្រឹមត្រូវបំផុតទី1កិរិយារឹសគឺជាកពាក្យដែលមិនកើតចេញពីពាក្យដទៃខនាមដែលមិនកើតចេញពីពាក្យដទៃគួពាក្យដែលកើតចេញពីកិរិយារឹសខួកិរិយាដែលមិនកើតចេញពីពាក្យដទៃចម្លើយរបស់យើងគឺចាត្រឹមត្រូវហើយនោះគឺជាវគ្គគួកិរិយាដែលមិនកើតចេញពីពាក្យដទៃចំពោះចម្លើយទាំង3ខាងលើនោះគឺមិនតាន់ត្រឹមត្រូវទេបងប្អូនណាសំណួរទី2កិរិយារឹសរួមមានពាក្យកកើតដើរសរសេរអានសើចខកើតថ្មើរសរសេរសើចអានគួយើងមានពាក្យបង្កើតដើរសរសេរអានសើចខួកើតដើរសរសេរអានសំណើចអញ្ចឹងក្នុង4ចម្លើយនេះចម្លើយណាទៅត្រឹមត្រូវជើញចម្លើយត្រឹមត្រូវគឺវគ្គកល្អហើយបងប្អូនចំពោះវគ្គខគឺយើងមានពាក្យថ្មើនេះគឺជាពាក្យក្លាយហើយមិនមែនកិរិយារឹសទេអូនហើយក្នុងវគ្គគួយើងមានពាក្យបង្កើតចាបង្កើតក៏ពាក្យក្លាយដែរនឹងកិរិយាក្លាយក្នុងវគ្គខួយើងមានពាក្យសំណើចសំណើចនេះគឺពាក្យក្លាយហើយបងប្អូនណាអញ្ចឹងចម្លើយដ៏ត្រឹមត្រូវរបស់យើងគឺចម្លើយកណាចាសំណួរបន្តទៀតបងប្អូនសំណួរទី3យ៉ាងមិនទី2ណាកិរិយារឹសរបស់ពាក្យបង្ហើរគឺកបងខហើគួហោះខួហើចម្លើយរបស់យើងគឺវគ្គខចំពោះវគ្គខួក៏ហើដែរប៉ុន្តែហើនេះវាគ្មានអក្សររបងប្អូនណាពាក្យគ្រឹះរបស់យើងគឺហអើហើរស់ហើណាខគឺចម្លើយត្រឹមត្រូវណាបងប្អូនចាបន្តទៀតក្នុងម៉ោងនេះយើងនឹងស្វែងយល់កិរិយារឹសនិងកិរិយាក្លាយក្នុងម៉ោងរៀនទី2ក្នុងម៉ោងរៀនទី2ហ្នឹងភាគច្រើនគឺយើងធ្វើក្នុងលំហាត់យើងអនុវត្តក្នុងលំហាត់ណាបងប្អូនណានេះបងប្អូនមើលឡើងខាងលើលំហាត់ទី1ណាចូលរកពាក្យកិរិយារឹសរបស់កិរិយាក្លាយទាំងនេះយើងមានពាក្យបង្រៀនបន្ស៊ីបញ្ឆេះបង្កាច់ផ្ទុកបង្កើតយើងអាចពិភាក្សាក្នុង5នាទីណាបងប្អូនទី1ពាក្យបង្រៀនកិរិយារឹសរបស់ពាក្យបង្រៀនគឺពាក្យអីបងប្អូនចម្លើយគឺរៀនត្រឹមត្រូវហើយរៀនពាក្យទី2បន្ស៊ីយើងមើលរូបភាពហ្នឹងម្ដាយបន្ស៊ីកូនហ្នឹងកូនណាម្ដាយបន្ស៊ីឲ្យកូនអ្នកឃើញទេអញ្ចឹងពាក្យបន្ស៊ីខ្លាចចេញពីពាក្យអីស៊ីត្រូវពាក្យទី3បញ្ឆេះណារូបភាពខាងក្រោមយើងឃើញនៅបញ្ឆេះភ្លើងណាឃើញទេអញ្ចឹងបញ្ឆេះខ្លាចចេញពីពាក្យឆេះគឺជាកិរិយារឹសណាបង្កាច់កិរិយារឹសរបស់ពាក្យបង្កាច់គឺកាច់ត្រូវហើយពាក្យផ្ទុកកិរិយារឹសរបស់ពាក្យផ្ទុកគឺយើងចង់អក្សរផខាងមុខបងប្អូនយើងនៅអក្សរអីតួអ៊ូទុំក៏ទុកយើងមានពាក្យទុកនេះគឺជាកិរិយារឹសរបស់ពាក្យផ្ទុកណាបងប្អូនចំពោះពាក្យបង្កើតនេះងាយស្រួលណាបងប្អូនណាបង្កើតពាក្យគ្រឹះរបស់យើងគឺពាក្យកើតណា
បន្តទៀតចូលសរសេរ5ល្បះមានប្រើកិរិយាខ្ល้าย hãy viết 5 câu có sử dụng động từ biến thể cần lành sờ xe pram là ba hai phần phun thơ đôiខ្លួនឯងណាបងប្អូនណាយើងសរសេរជូនសភៅហើយយើងយកចូលទៅក្នុងថ្នាក់ឲ្យអ្នកគ្រូមើលណាបងប្អូនឥឡូវពេលយើងនៅផ្ទះហ្នឹងយើងសរសេរកថាខណ្ឌមួយខ្លីនិយាយពីការសិក្សារៀនសូត្រហើយគូសពីក្រោមពាក្យកិរិយាឬនិងកិរិយាខ្ល้ายដែលបងប្អូនបានប្រើណាបងប្អូនណាមកក្រោយយើងនឹងនាំឡើងមកណាបងប្អូនចាអរគុណអ្នកទាំងអស់គ្នាអរគុណបងប្អូន